កាលពីព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងព្រះអង្គទ្រង់គង់នៅវត្តចេតពុនកាលនោះព្រះអានន្ទមានចម្ងល់ក៏ក្រាបទូលស៊ូដល់ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ថាបបិទ្ធព្រះអង្គដ៏ចម្រើនដើម្បីញ៉ាំងសេចក្តីសុខឲ្យកើតមានដល់ភិក្ខុសង្ឃក្នុងពុទ្ធមណ្ឌលនេះតើប្រព្រឹត្តយ៉ាងដូចម្តេចព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់លោកទ្រង់ត្រាស់សម្ដែងថាមាតុក្រាមមាតុប្រែមកថាមេត្តាគឺថាក្រាមៈប្រែថាជាសត្រូវអញ្ចឹងមាតុក្រាមបានន័យថាជាសត្រីអញ្ចឹងដើម្បីសេចក្តីសុខដល់ភិក្ខុសង្ឃអ្នកបួសរស់នៅក្នុងពុទ្ធសាសនាគប្បីការពារឲ្យបានន័យថាកុំឲ្យដាក់ខ្សែភ្នែកឬព្រះនេត្រនឹងឲ្យចំដល់សត្រីទាំងឡាយពេលនោះព្រះអានន្ទក៏ទ្រង់សួរបន្តទៀតថាចុះបើបានជាចំយ៉ាងម៉េចដែរព្រះអង្គព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងទៀតថាកុំឲ្យចិត្តអានន្ទទូលស៊ូទៀតថាចុះបើចិត្តគឺចិត្តចុះកុំឲ្យប៉ះចុះបើបានជាប៉ះព្រះអង្គបើបានជាប៉ះក៏ប៉ះទៅក៏ប៉ុន្តែយើងចាត់ទុកថាអ្នកដែលយើងបានប៉ះនោះជាបង្កើតឬជាមេត្តាបិតាបង្កើតរបស់ខ្លួនចុះបើសិនជាមិនបានគិតដូច្នេះព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងថាជាមោខៈបុរសបានន័យថាសោះសូនតទេឬថាបីដូចជាថ្នោតកំបុតចុងឬថាបិចអត់បណ្ដូលយ៉ាងដូច្នោះឯងនេះគឺជាមោខៈបុរស